mua y hồn này phun sầm bố không sầm bố sập sầm bố khai cái chè mà hay sâu lục ta phải chạy pi của bọt tình điên mà ta bị đam bồ ra nó bà ra miền đường ra bạn na mà là cái nông riêngปัจจัยใดหนึ่งประเภททอมนั้นลงสัตวัติดอกมวยสัตวัติดอกมวยนั้นเวียนประมหาสัตว์มืออ่องเป็นเลี้ยงอ่องจันดิเจียประอ่องบานหลุมดอกตักใดยืนปีภูมิเพียไอสานนั้นเราโหติดดอกเขาประอ่องบานก่อสร้างกระไรมุ้ยให้ทำบันเตี้ยลงไว้การนั้นในนงสัตวัติดอกมุ้ยเจ็บเตี้ยนี่นะดอกประเจจนในก็เตี้ยหนึ่งบานรีจะมาในนงបានជិះជួនសបោសបាយបានសន្តិភាពដូចយើងអងថ្ងៃអញ្ចឹងបានកសាងបន្ទាយល្មិចទៅជាក្រុងលង្វែកនៅឆ្នាំ1529បានចូលជាក្រុងលង្វែកហើយរួចហើយព្រះអង្គទ្រង់មានរាជបុត្រីមួយព្រះអង្គនឹងហើយពេលប្រសូតមកដែលនាងមានវោភៈស្អាតបាទលើសពីកុមារទាំងអស់ព្រះអង្គព្រះបិតាបានថ្វាយជំនាមថាព្រះនាងវរភៈព្រោះនាងមានវភៈស្អាតដាក់វរភៈដល់ព្រះនាងបានពេញរូបពេញរាងទៅកាន់តែស្អាតលើសនឹងប្រជាជនមន្ត្រីគេប្រៀបធៀបថាព្រះនាងស្អាតដូចផ្កាឈូកកំពុំអញ្ចឹងបានគេហៅថ្ងៃនេះហៅវរភៈហៅកំពុំឈូករហូតមកហ្នឹងណាហើយព្រះនាងបានបញ្ជាន់16ភាសាចាប់បញ្ឈួននឹងពេទ្យក្នុងរាជវាំងខិតខំព្យាបាលព្រះនាងមិនធុះស្បើយសោះធ្វើឲ្យព្រះបិតានឹងព្រួយពីរាជបុត្រក៏ឲ្យអាមាត្យទៅហៅហោរាមកគុណគូថាតើក្នុងប្រទេសយើងមានគ្រូណាដែលចេះមន្តអាគមខ្លាំងអាចព្យាបាលព្រះនាងបានហ្នឹងណាហោរាក៏អញ្ជើញមកដល់ក៏ទស្សទាយទៅក៏ទូលថ្វាយព្រះអង្គថាតែតាមជើងលេខគ្រូនៅក្នុងរាជវាំងមិនអាចព្យាបាលព្រះនាងបានទេតើតែលោកគ្រូជាព្រះសង្ឃនៅភូមិភាគឦសានយើងនេះបានព្យាបាលព្រះនាងបានអញ្ចឹងក៏ព្រះអង្គក៏យល់ឃើញថាបើយើងនៅក្រុងលង្វែកឆ្ងាយហើយលោកគ្រូនៅភូមិភាគឦសានយើងធ្វើមិនរកឃើញឲ្យហោរាគុណគូមើលទៀតហោរាគុណគូទៅថារកគ្រូឃើញតតែរៀបជាក្រុមទូងស្គរតាមដងទន្លេផងតាមដីគោកមកឈ្មោះមកភូមិភាគឦសានយើងនេះបើព្រះសង្ឃអង្គណាមុនសួរនឹងឲ្យជាគ្រូតាមជើងលេខឆ្លើយអញ្ចឹងក៏ព្រះអង្គរៀបក្បួនព្រាហ្មណ៍ឲ្យពួកអាមាត្យចៅទូកផងតាមគោកផងទូងស្គររហូតទាំងយប់ទាំងថ្ងៃពោះមកភូមិភាគឥសានយើងនេះហើយព្រះអង្គក៏អន្តនអស់ហារតិចថាឲ្យហោរានេះគុណគូមើលទៀតតើព្រះនាងមានអ្វីផ្លែកពីនឹងទៀតទៅលើប្រកាយព្រះនាងហ្នឹងហោរាគុណគូទៅក៏ទូលថ្វាយថាព្រះនាងជាព្រះមហាក្សត្រប៉ុន្តែអត់មានបារមីអ្វីទេហើយបច្ចុប្បន្ន18ភាសានឹងមានគ្រោះកពើលេខជាអាសាបងនឹងធ្វើអញ្ចឹងហើយបានព្រះអង្គពួយពីបុត្រមិនថាទៀតណាប៉ុន្តែអង្គថាធ្វើម៉េចឲ្យតែបុត្រជាបុត្រនឹងជាពីប្រឈួនចោះពេលឡើងរួចហើយបើព្រះនាងជាហើយដាច់ខាតគឺកុំឲ្យកសាទឹកលេងដាច់ខាតតែប៉ុណ្ណឹងវិធីព្រះអង្គណាឲ្យទៅពួកអាមាត្យហ្នឹងក៏ទូងស្គរមកដល់វត្តនេះកសែនយើងខាងវែងសពនេះហើយលោកគ្រូអ្នកកសែននឹងហើយនៅគួងវត្តហ្នឹងក៏ចេញនិមន្តទៅសួរតាចុះអត់លោកអាមាត្យទូងស្គរធ្វើអីបើណាព្រាមវាស្វែងគុំព្រាមព្រោះហោរាផ្ដាំឲ្យថាអ្នកណាសួរលោកគ្រូក៏ស្វែងគុំថាព្រះមហាក្សត្រនៅក្រុងលង្វែកសូមនិមន្តព្រះអង្គទៅជាបាទរាជបុត្រព្រះអង្គកំពុងតែប្រជួននៅក្រុងលង្វែកអញ្ចឹងក៏លោកគ្រូថាអត់អីទេចាំមកទៅប៉ុន្តែអាត្មាសូមផ្ដាំថៃលេផ្ដាំសិនព្រោះទៅចោលកត់យូរឆ្ងាយហ្នឹងខ្លាចលោកថានេនអីអត់បានដាំញ៉ើអញ្ចឹងពិបាកក៏ហៅនេនទាំងអស់នោះដាំញ៉ើឲ្យនេននឹងជួយសម្អាតបត់ថែទាំរៀនសូត្រធម្មតាទៅហើយក៏ដាំសពគ្រប់អស់ហើយក៏លោកគ្រូរៀបនិមន្តទីតុតែមកហៅនេនធន់ឲ្យជាក្វើនឹងនៅនេនធន់មកនេះគ្រូដាំណាធន់ឯងអ្នកកាន់កូនសោមើលសពគ្រប់ខ្វះចង្ហាន់អីលើឯងនឹងហើយពួកគ្រូនិមន្តទៅក្នុងនឹងវែកមិនដឹងជាពេលណានឹងព្រះនាងបានធូរស្បើយនឹងត្រឡប់មកវិញដាំសពគ្រប់ឲ្យដល់ពេលលោកគ្រូមុនទៅរៀបចុះទូក៏ផ្ដាំទូមួយនេះធន់ឯងកុំបើកឲ្យសោះណាពួកគ្រូអត់នៅ
តែនឹងហើយដែលធ្វើឲ្យធូរធន់នឹងឆ្ងល់ថាមានអីយ៉ាំបាច់បាននៅក្នុងលោកគ្រូមិនឲ្យបើកចឹងណាគាត់នៅគ្រូជិះទូកទៀតធន់យកសោទៅបើកមើលទ្រឹងមុនគេបើកទៅអត់មានអីទេក្នុងទូនឹងមានតែសភៅកម្ពីនិងសភៅអីធរអាទាំងអស់ឬតែធន់រើខ្ទេចក្នុងទូរើទៅចំមកសភៅវិទ្យាមន្តធ្វើកពើហ្នឹងក៏ចាប់អារម្មណ៍ព្រាមចឹងត្រូវតែរៀនឲ្យចេះដើម្បីសម្ដែងឲ្យណែននឹងមើលតលោកគ្រូអត់នៅចឹងក៏ធន់ផឹងទិញចាំព្រាបក៏បបួលថាណែនទាំងអស់គ្នាណាចង់ឃើញកពើទៅទៅលេទាំងអស់គ្នាមកធ្វើកពើឲ្យមើលណែនសិតតែទូចក៏អត់ចង់គ្រប់គ្នាបើចង់ទៅទាំងអស់គ្នាទៅយកដងរែកទៅផងកាលណាស្មាឡើងគោកមកវិញ3ដងរែកគេមកជាសងវិញហើយមិនតាមធន់ហ្នឹងក៏ណែនក៏ធ្វើតាមយកដងរែកអីទៅដល់មាត់ទន្លេព្រាមធន់ចូលចុះទៅមាត់ទឹកក៏សូត្រមន្តគុំព្រាមសូត្រទៅចប់ក៏លោតចុះទឹកប្រងទៅជាកពើមែនហើយឲ្យណែនទាំងអស់នឹងឈរមើលណែនក៏នាំនេះឈរមើលសប្បាយអត់ដែលឃើញកពើប៉ុន្តែកពើនឹងបន្ទូចដូចថាប៉ុណ្ណេះហ្នឹងហើយចឹងទៅដល់ពេលអស់ចិត្តហើយក៏ឡើងឲ្យណែនវាយណែននោះក៏តាមបណ្ដាំធន់នោះក៏យកដងរែកទៅវាយមែនវាយ3ដងរែកក៏មកជាសងវិញព្រាមតែណែនទូចហ្នឹងមិនអស់ចិត្តទៀតថាបើធន់ឯងធ្វើកពើទូចអញ្ចឹងកពើទឹកសិតតែធំមិនខំទេគេតែនឹងឲ្យធន់ថាបើចង់ឃើញធំនឹងធ្វើឲ្យធំនេះឲ្យមើលអញ្ចឹងក៏ធន់ចុះទៅទៀតសូត្រមន្តគុំទៀតលោតចុះទៅកពើវាធំវិញហើយរហូតចំណុកណែនទាំងអស់នឹងមើលផងភ័យអោបគ្នាបងចង់រត់ទៅចឹងតែបើធ្វើធំវិញដល់ពេលអស់ចិត្តហើយធន់ក៏ឡើងមកឡើងឲ្យវាយគាត់ធន់ឡើងមកគោកព្រាមណែនរត់ព្រូមកវត្តអស់នេះចោលធន់នៅម្នាក់ឯងធន់អស់ទាំងខឹមថាมันអាចនិយាយប្រាប់គេបានទេព្រោះខ្លួនជាកពើមិននឹងនិយាយយ៉ាងម៉េចចាក់អញ្ចឹងមានតែចំណាំក្នុងទឹកចាំលោកគ្រូមុនមកពីក្រុងលំវែកព្យាបាលពនាងវិញអាចលោកគ្រូធ្វើឲ្យមកជាសងវិញអញ្ចឹងណាចេះតែចំណាំក្នុងទឹកនឹងទៅងំដូចថាលោកគ្រូព្យាបាលពនាងអត់បានធូរស្បើយទៅវាហួស7ថ្ងៃហើយចេះតែនៅចាំហ្នឹងក៏ដល់ពេលលោកគ្រូព្យាបាលពនាងបានធូរស្បើយក៏សុំលាព្រះមហាក្សត្រនឹងមកឲ្យវត្តអារាមតែថាចោលសិតតែណែនយូរពេកហ្នឹងលោកគ្រូនឹកដែរក៏សុំលាមហាក្សត្រហ្នឹងក៏មកហើយក៏ព្រះអង្គក៏ឲ្យទូកចែពីនោះមកចែមកដល់វត្តលោកគ្រូក៏ឡើងទៅកត់ព្រាមនឹកសិស្សពេកតែចោលយូរតែសិស្សក៏នៅឃើញលោកគ្រូព្រាមរត់មកស្ពះជុំវិញគាត់ថាបាត់គ្រូយូរអញ្ចឹងណាមកស្ពះលោកគ្រូមើលចុះមើលហើយបាត់ណែនធន់ក៏សួរថាអីណាធន់វាអត់ឃើញណែនទូចទាំងអស់គ្នានោះឆ្លើយរួចខ្លួនថាធន់ហ្នឹងក៏ពើលេបបាត់ហើយដល់អញ្ចឹងលោកគ្រូថាប្រហែលជាមិនមែនទេក៏លោកគ្រូប្រញាប់ទៅមើលទូធន់ចាក់រើខ្ទេចអូធន់ខុសមិនដាំគ្រូហើយគ្រូដាំយ៉ាងម៉េចអត់ធ្វើតាមសោះក៏គ្រូប្រញាប់នេះចុះទៅទលេដើម្បីឲ្យនឹកសិស្សពេកហៅឲ្យឡើងគោកមកតែដល់ក៏លោកគ្រូឲ្យធន់វិញតែឲ្យធន់នោះគ្រាន់តែឮសំឡេងគ្រូអមគេខំមកថានឹងបានមកជាសងវិញឯណាដល់អញ្ចឹងទៅក៏រត់មកប្រាប់លោកគ្រូក៏ទៅពុតការថាអើយធន់ឯងអត់ស្ដាប់បណ្ដាំគ្រូសោះគ្រូបានផ្ដែផ្ដាំយ៉ាងម៉េចអត់ធ្វើតាមឥឡូវហ្នឹងវាហួសពេលហើយកំណត់បានតែ7ថ្ងៃទេបើហួសពី7ថ្ងៃឯងនឹងខ្លាចទៅជាកពើរហូតហើយដល់អញ្ចឹងក៏គ្រូថាពិធីគឺគ្រូមានតែថែមមន្តគុំឲ្យឯងទៀតដើម្បីការពារខ្លួនព្រោះក្នុងទឹកមិនមែនកពើច្រើនហ្នឹងណាក៏លោកគ្រូថែមមន្តគុំឲ្យហើយក៏លោកគ្រូដឹងថាឯងកុំចាប់សត្វស៊ីឲ្យសោះព្រោះឯងជាសង្ឃបើឃ្លានឡើងមកវត្តមកគ្រូដាក់មហូបហាឲ្យស៊ីរាល់ថ្ងៃចឹងមកចឹងក៏ធន់ធ្វើតាមរហូតចុះឡើងទន្លេមកវត្តហូបឲ្យចុះទៅវិញដល់ពេលយូរចឹងពនាងក៏រើបញ្ឈួនពនាងដូចថាបញ្ឈួនតនជាណារើបញ្ឈួនក៏ព្រះមហាក្សត្រហ្នឹងក៏ឲ្យពួកអាមាត្យហ្នឹងមកនិមន្តគ្រូទៅព្យាបាលទៀតដល់ពេលឡើងមកនិមន្តក៏លោកគ្រូថាលើកនេះអាត្មាអត់ជិះទូកទេជិះកពើធន់ទៅហើយឲ្យពួកអាមាត្យស្លាប់ទៅវិញចុះព្រោះលោកគ្រូមានជំនិះហ្នឹងហើយក៏លោកគ្រូជិះទៅ
ដល់ក្រុងនោះវិញហ្នឹងក៏ឲ្យធន់នៅចាំនឹងផែតែនៅចាំផែហ្នឹងហើយនៅទៅហ្នឹងចាំអត់ចំណៃចាំឲ្យពួកអាមាត្យតិចឲ្យយកមកឲ្យស៊ីចឹងនៅចាំលោកគ្រូចឹងចាំដល់លោកគ្រូព្យាបាលទៅនាងលើកហ្នឹងបានជាសះស្បើយមែនតើណាបានជាក៏ព្រះអង្គក៏នឹកវត្តក៏សូមលាព្រះមហាក្សត្រត្រឡប់មកវត្តអារាមព្រោះព្រះនាងបានជាហើយនោះក៏មកក៏ជិះធន់ហ្នឹងហើយមកជិះធន់ឡើងមកជិះមកធន់ក៏នឹកស្រុកលោកក៏នឹកគ្រូនឹកវត្តធន់នឹងហើយប្រឹងហើយលឿនមែនតើមកគិតថាមកឲ្យដល់ចង់ឃើញវត្តឆាប់បែកយូរដល់មកដល់ភ្នំសពកលៃយើងវិញមានភ្នំពកលៃយើងនេះអថ្ងៃនេះវាមានកពើអ្នកតានៅថែសារកន្លែងហ្នឹងគេឃើញនេនធន់ហើយកាត់គេដេញភ្លាមគេថាគេនៅយូរហើយមិនដែលមានកពើនោះហ៊ានហើយកាត់មុខកន្លែងគេហុចធន់ថាមិនតទេព្រោះលោកគ្រូនៅលើខ្នងមិត្តខំរត់តែរត់មិនរួចសោះវាចិត្តតែដេញលឿនឡើងធន់ហ្នឹងក៏នឹកឃើញថាបើសិនជាខំច្បាស់ជាលោកគ្រូធ្លាក់ទឹកសកត់អញ្ចឹងពិធីគឺសុំលោកគ្រូលេបទុកក្នុងពោះដើម្បីប្រយុទ្ធមួយកពើហ្នឹងដល់ពេលអញ្ចឹងធន់ក៏សម្រេចចិត្តលេបលោកគ្រូទុកក្នុងនេះក៏ខំជាមួយកពើសពកលៃហ្នឹងខំរហូត7យប់7ថ្ងៃបានកពើនោះចាញ់ដល់ចាញ់ធន់ថាមិនតទេដើម្បីសោតមកវត្តដើម្បីជាលោកគ្រូក្រែងលោកគ្រូនៅបច្ចុប្បន្នហ្នឹងដល់មកដល់វត្តជាលោកគ្រូស្គាត់បាត់ទៅយូរថ្ងៃពេកដល់អញ្ចឹងក៏ធន់នោះនឹកគ្រូពេកចលាញ់គ្រូស្រែកទាំងហូរយំតាមមាត់ទន្លេនឹងស្រែកតល់តែផ្អើលអ្នកស្រុកគេថាចុកកពើនឹងរោមានរឿងហេតុអីក៏ផ្អើលអ្នកស្រុកមកមើលតែឃើញលោកគ្រូស្គាល់បាត់ហើយអញ្ចឹងក៏គេសមាជិកយកលោកគ្រូទៅធ្វើបុណ្យយកទៅធ្វើបុណ្យហើយពេលពុទ្ធបរិស័ទមកជុំអញ្ចឹងគេមកគេថ្កោលទោសថាធន់មិនសមសម្រាប់គ្រូឯងសោះគ្រូខំថែអាសាតាំងពីទូចស្រឡាញ់ដូចកូនដូចអីឯងមិនហ៊ានសម្រាប់គ្រូធន់និយាយអត់កើតជាកពើចេះតែសងំស្ដាប់គេថ្កោលទោសម្នាក់មកថ្កោលទោសគេថានៅភូមិយើងទាំងមូលបើអត់ពីលោកគ្រូទៅប្រជាជនពឹងអ្នកណាលោកគ្រូចេះមុនគុំចេះឆ្នាំទៅកើអញ្ចឹងបើឯងសម្រាប់គ្រូអញ្ចឹងបានប្រជាជនគេទាំងខំណាអញ្ចឹងក៏ធន់ឲ្យសងំស្ងៀមក៏ធន់នឹកឃើញថាលោកគ្រូអញប្រកួតដោយសារទៅព្យាបាលកនាងឲ្យតែរួចបុណ្យពេលណាទៅលេបព្រះនាងសងសឹកឲ្យគ្រូអត់ហ្នឹងឯងដល់ពេលជ័យជនធ្វើបុណ្យតប់ព្រាបនេនធន់សម្រាប់ទៅមែនទៅក្រុងលង្វែកហើយចុះទៅចងំនៅផែកន្លែងព្រះនាងធ្លាប់កំសាទឹកតាំងពីក្មេងទៅចងំចាំនឹងអត់ឃ្លានមិនក៏មិនចាញ់ដែរថាឲ្យតែព្រះនាងចុះលេងទឹកគឺលេបមកសងសឹកឲ្យគ្រូចាំទៅlấy chăm là hút rồi phần liếng bàn chia sẻ bòi cái thật đôi thầm đà lần mấy slot cả lên tận nữa tố xong mò bây giờ thật xong tay cầm ra tận lên của mấy thằng bàn chia số bùa bây giờ đặt khát ở lên của tụi người hào lá thật thầy mình cứ được vơi lên nữa chạy tay phòng vay lại một đường ta tay lên như này lên cho tay nó lại tận cái tay lên đây chạy tay phòng vay là mà ngáy trăng lên không biết mà ngáy tới sông tiên bây ra phòng vay đàn tiết rồi phải trăng lên hô phê rồi hô lẹ chuồn phải ta trăng là cái là nữa bây giờ ta khruống nữa tại lẹ chuồn tiền vẫn có bây ra người ta bờ mình ao một lên thế bất lực cái chuồn làng tiền thôi chẳng có什么thà ao thì một lên cho bàn tay chặt chậm bây ra điệp thử ở chú là mấy cà phê đó nè có điệp do là bon từ thử vàng phải là cái này liền sọp cho nữa rồi đăng thành nên thôn thì ngon không nên thì thôi bon phát trung bình bị khai này thôi ở job thử ở job hỏi đó pe thà sai của nên thấy chốc ở bộ mình tây mà nó đài đồng pe không phát bị khai là bon tiền là chụp bơi châu nè hỏi thôn này tại ngon trăm thôi ở trên thà ở bên này chọc bên này cái lề bên này đó pe huyết ở hỏi bàn mình nông mình niềng mà rồi nhé để người thầy và niềng mà rồi nhẹ đến đó rồi ông ơi lâu chốc bắt chui cho tiền vì cái nông thầy mà cho ăn tiền cái thôn này chăm mình phòng tranh rồi chăm cho mình niềng để
ដល់ពេលចុងក្រោយព្រះនាងចុះលោតព្រាមធន់លេបព្រាមមែនលេបនឹងហែកលបងមកព្រាមមកហ្នឹងហើយដល់ហែកលបងមកធន់ហែពីក្រុងលំវែងមកកាត់មកកន្លែងមកស្រុកកំណើតប្រហែលប្រសពយើងវត្តឯកសារហ្នឹងដែលស្រុកកំណើតស្រុកនៅរត់មកនៅកន្លែងស្រុកហ្នឹងព្រោះនៅស្រុកហ្នឹងមកដល់ស្រុកហ្នឹងក៏សង្ងំនៅលងថោងទៅចេះយើងក៏កន្លែងលងធំដែលធ្លាប់នៅក៏ព្រះមហាក្សត្រហ្នឹងផ្ញើថាឲ្យហៅរាគុណគូថាធ្វើយ៉ាងម៉េចចាប់ទៅពើបានហៅរានឹងក៏គុណគូឲ្យក៏ទូលថ្វាយថាពិធីតាមជើងលេខមានតែធ្វើតងវិតមន្តបណ្ដែតតាមទឹកដោយកតងឈប់តាណាគឺកពើនៅទៅនឹងហើយអញ្ចឹងក៏ព្រះអង្គរៀបសំពៅរៀបទូកព្រាមទៀតធ្វើកតងស្អីដល់តែចាប់បណ្ដែតពីក្នុងវែកលឹមដែលចាស់ទឹកមកមែនមកតាមកពើហ្នឹងមកដល់កចេះហ្នឹងក៏ឈប់ខាងទួចឈប់នៅទៅហ្នឹងក៏ព្រះអង្គបោះទីតាំងនៅហ្នឹងឲ្យពួកមន្ត្រីពួកអីហ្នឹងមានទៅពៅមានអីហ្នឹងឲ្យយកអាស័យទៅបាំងចាពីលើកចេះយើងទុកអញ្ចឹងយកអាស័យបាំងតែហ្នឹងដែលយើងហៅគុំអាស័យចាលើកចេះហ្នឹងតែបាំងចាប់ទៅពើហ្នឹងហើយតែចាប់អត់បានធន់ទេព្រោះធន់ទៅពើវិតមន្តខ្លាំងបកាយដែរមិនទៅពើធម្មតាហើយលបងនឹងទៀតមកចូលលាក់ខ្លួននៅក្នុងអូកំពីមួយទៀតសង្ងំនឹងកតងដែរអត់ដល់ទៅនឹងក៏គួចឈប់នៅទៅនឹងបានដឹងថាធន់នៅក្នុងអូនឹងហើយអញ្ចឹងក៏កាប់អាស័យឲ្យពួកអំនិមឺនមតីកាប់អាស័យធ្វើលបាបាំងអូកាពីព្រាមប៉ុន្តែថាមិនបាច់ធ្វើកម្មច្រើនដាក់កម្ម2បានហើយអញ្ចឹងបានយើងឲ្យអូកម្ម2យកអូមិនមែនកម្មតែ2អញ្ចឹងទេមិនបាច់ដាក់ច្រើនទេដាក់កម្ម2នៅក៏ចាប់ធន់អត់បានទៀតដល់ធន់រត់ឡើងទៀតមកចូលអូអាចារ្យថ្នោយើងនេះនៅចិត្តលើនេះមកលាក់ខ្លួនទៅនឹងថាមិនមែនមកនៅទេគាត់មកលាក់ខ្លួនសិនទៅកតងក៏ដែរតាមមកទៀតក៏ព្រះអង្គបោះទីតាំងនេះក៏ឲ្យពួកឆ្មានេះទៅចាប់តែអូនឹងតូចល្មមថាមិនបាច់ធ្វើបងធំលេកាប់អាស័យថ្នោទៅម្លេះចាបិទនេះណាចឹងបានយើងហៅអូអាចារ្យថ្នោយកអានេះទៅចាបិទអូនេះតែចាប់អត់បានធន់ទៀតធន់នៅតែរត់រួចព្រោះធន់ខ្លាំងដែរមកចូលអូបាក់មួយទៀតចិត្តយើងនេះសង្ងំលាក់ខ្លួនទៀតដើម្បីថាមិនហងនៅទេគាត់លាក់មកដំណាក់កតងដែរមកដល់ហ្នឹងក៏ចូលទៅដល់ហ្នឹងធន់ហ្នឹងក៏ចេញហងទៅលើទៀតវាបាក់គ្នាយ៉ាងហ្នឹងអញ្ចឹងមកគេហៅអូបាក់ឲ្យថ្ងៃយកបាក់ទៅហ្នឹងក៏ធន់សម្រាប់ចិត្តថាឈប់នៅតាមនេះសម្រាប់ចិត្តថាទៅនៅដោយអូស្រែកពកទលេស្រែកពកទៀតទៅដល់ទលេហើយក៏កតងផ្ទះតាតាមទៅដល់ហ្នឹងដល់ទលេហ្នឹងធន់ថាបើអូប្រពន្ធអូទលេប៉ុនទលេលាក់ខ្លួនបានផងចុះទលេស្រែកពកទូចមួយមិននៅបានក៏សម្រេចឡើងគុកកាត់ទៅបឹងយៈឡោមទៀតតែចងំក្នុងទៅក៏អង្គក៏មានក្បួនស្ពើទៅដល់ហ្នឹងក៏តាមមើលក៏ឃើញលំអានដើរកាត់ភ័យហ្នឹងក៏លើកតបទៅតាមទៀតទៅដល់បឹងយៈឡោមពាត់បឹងហ្នឹងទៀតពាត់បឹងធន់ក៏អត់នៅទៀតធន់ថាទលេប៉ុនទលេនៅមិនបានចុះបឹងបញ្ញាឡោមនឹងរត់ទៅណាសមាជិកដើរទៅបឹងលំគាត់លេងវើសាយមួយទៀតបឹងបញ្ចប់ហើយទៅដល់ហ្នឹងបឹងនោះធំវែងធន់ទៅដល់ហ្នឹងក៏ចូលសងំលាក់ខ្លួននៅកន្លែងហ្នឹងឲ្យព្រះមហាក្សត្រទៅមើលតាមស្អប់អីឃើញដាល់កាត់ព្រីទៅទៀតក៏លើកតបទៅតាមទៅពាត់ជាប់នៅកន្លែងហ្នឹងហើយតែពាត់បឹងលំគាត់ព្រាមពាត់ជាប់អស់ហើយក៏ព្រះអង្គឲ្យពួកខាងឆ្មាំចុះចាប់អីហ្នឹងចុះទៅចាប់បានមែនចាប់ទៅពើមានធន់តងឆ្កាងឡើងយកមកថ្វាយព្រះមហាក្សត្រព្រះអង្គថាឲ្យហៅរាគុណគូមើលតើត្រូវសម្រាប់ធ្វើយ៉ាងម៉េចហ្នឹងណាហៅរាក៏គុណគូមើលទៅថាសូមកុំឲ្យព្រះអង្គរះពោះទុកឲ្យកពើខ្ជាក់ខ្លួនឯងទៅនាងនៅបច្ចុប្បន្នទេព្រោះកពើហ្នឹងមិនមែនលេបប្រមងសម្រាប់ពនាងទេគាត់ទៅលេបតោទឹកឲ្យគ្រូទេដល់តែព្រះអង្គនឹករាជបុត្រពេកបាត់បុត្រយូរនៅក្នុងពោះកពើមិននឹកស្មានថាពុទ្ធរៀងនៅបច្ចុប្បន្នអញ្ចឹងណាតែចង់ឃើញបុត្រភ្លាមពេលបានហើយក៏ឲ្យពួកអាមាត្យទៅរះយកចេញមកពនាងនៅក្តៅមែនដូចតែដៃហៅរាទោះទាយមែនដល់កដល់អញ្ចឹងកពើក៏ស្លាប់នាងក៏ស្ទាត់ហើយក៏រៀបពិធីបូជានៅបឹងលំកត់នៅវត្តលំកត់នឹង
បូជាទៅដាក់អតិខេតពលាននៅក្នុងកោដ្ឋហើយកពើក៏វះឆ្កាងធ្វើជាទង់កពើទៅកពើហើយក៏ព្រះអង្គធ្វើទូងធ្វើដាក់ឲ្យពេញពៀនអីហ្នឹងក៏រៀបចំទូកបណ្ដែតមកថាពលាងលើថាឲ្យហោរាទោះជេរថាឥឡូវពលាងបានមកលេងជាធៀបហើយឥឡូវធ្វើម៉េចចង់ហៅកន្លែងពលាងចង់គោះណាក់នៅកណាហ្នឹងណាអញ្ចឹងហោរាក៏គុណទូទៅថាមានតែធ្វើកតុងខៀវបណ្ដែតតាមទឹកបើពលាងចង់គោះទៅណាកតុងឈប់ទៅនឹងហើយអញ្ចឹងបានក៏ចាប់បណ្ដែតពីលើនឹងមកចុះមកដល់ភូមិស្វាយជែកនឹងកំពង់លើហ្នឹងកតុងឈប់ទៅនឹងភាសាជប់នឹងសាភ្លេងពិនចិត្តចាប់ប្រគំឡើងមកដល់ពេលចង់គោះទៅនោះដល់ពេលរួចមកបានកតុងមកចិត្តចឹងបានកន្លែងនោះថាភូមិជើងពៀតមួយហើយភ្លេងពិនពៀតលេងដល់ពេលបណ្ដែតមកទៀតមកដល់សមុខសវោនេះគឺពលាងឈប់នៅទៅនឹងហើយចំទៅនឹងហើយបានចាប់កសាងបច្ចេកដីនៅកន្លែងហ្នឹងដាក់ឲ្យគេឃាតណាទៅនៅកន្លែងទីនឹងហើយទីនឹងរហូតមកបានកន្លែងពហិហ្នឹងអត់តន់កើតពហិទេកន្លែងដំណាក់ព្រះអង្គច័ន្ទវិជាព្រះបិតាហ្នឹងមកយកសក្ការៈមកបូជារាជបុត្រហ្នឹងណាកន្លែងហ្នឹងអត់តន់មានពហិទេកន្លែងគេលើកខ្ពស់យើងសម្រាប់ស្ដេចមហាក្សត្រមកធ្វើរាជបូជារាជបុត្រហ្នឹងណាក៏រួចមកហើយទងកពើហ្នឹងក៏អង្គឲ្យសមាជថាធ្វើជាទងដាក់ហែមកថាប៉ុណ្នេះគាត់ឲ្យកពើលេខអញ្ចឹងបានយើងសពថ្ងៃនេះឲ្យតអ្នកស្លាប់ដាក់ទងកពើមកនេះចេញតែទងកពើគឺមនុស្សស្លាប់ហើយណាបើថាធ្វើហ្នឹងឯងលេខពនាងដល់ពេលកសាងកន្លែងហ្នឹងអង្គក៏សម្រាប់យកគ្រឿងសក្ការៈមកបូជារហូតមកបានព្រះអង្គសមាជចិត្តថាកន្លែងហ្នឹងបូជាជាពហិដើម្បីដូចថាឲ្យទៅស្វែងពលាងជាមួយព្រះអង្គដើម្បីព្រះអង្គមើលពលាងផងពលាងធ្វើបុណ្យធ្វើទាននៅចិត្តវត្តហ្នឹងណាថ្ងៃយ៉ាងបានចឹងបានធ្វើវត្តហ្នឹងបែរមកជើងបែរទៅកើតអីគេទេចំបច្ចេកដីឡើយហ្នឹងអត់មានបែរទៅកើតទេណាចឹងបានបែរមកជើងនោះរួចទៅក៏ព្រះអង្គបានសម្រេចសួរថាឥឡូវអ្នកណាលោកណាខ្លះមកចិត្តដូចថាស្រឡាញ់ពលាងបង្ើពលាងលោកតាហោរាស័កនេះសមាចិត្តបង្ើពលាងហើយលោកតាបជ័យមេតបនោះមកចិត្តបង្ើអញ្ចឹងបានបូជានៅការពារជំនាញនេះហើយថែហើយបហិហ្នឹងមាននំមាននាងដែលស្រឡាញ់ពលាងនៅទីច្រាំងហ្នឹង100នាក់ព្រះអង្គសួរថាមានតើអ្នកណាស្ម័គ្រចិត្តមាននំនាងនោះបង្ើពលាងគឺ100នាក់ហ្នឹងលើកដៃអញ្ចឹងបានបូជាដាក់ទៅសមដើមម្នាក់100ទៅសនេះបានឲ្យស100យកនឹងម្នាក់ម្ដងគ្រប់100បានបូជាទៅកន្លែងយើងហ្នឹងហើយបានឲ្យតាស្ពាសស100យកតែកំណែអញ្ចឹងបង